សូមអនុញ្ញាតបន្តទៀតព្រោះវគ្គនេះគឺជាវគ្គបញ្ចប់ផងសូមបកគោលបរិយទៅលោកបុត្រាឆ្លើយឆ្លងជាមួយភ្នាក់ងារបន្តចុះបាទសូមជើញសូមអរគុណលោកសុខៈសូមជួបទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅក្នុងខេត្តបាត់ដំបងជួបនឹងលោកកាំងរីជួយសួរលោកកាំងរីបាទជំរាបសួរលោកបុត្រាលោកសុខៈបាទជំរាបសួរលោកកាំងរីព្រឹកនឹងមានរឿងរ៉ាវអីជម្រាបជូនដល់សាធារណជនលោកបានជ្រាបលោកបានបាទព្រឹកនេះខ្ញុំមានសេចក្តីរាយការណ៍មួយបានម្ចាស់គោយន្តតតាំងនឹងសមត្ថកិច្ចចម្រុះដែលចាប់ឈើក្រាក់របស់ពួកគាត់យកទៅកន្លែងបរិស្ថានបាទមូលហេតុនេះបានជាសមត្ថកិច្ចចាប់ឈើក្រាក់របស់គាត់ដោយសារតែអត់មានច្បាប់ឬក៏យ៉ាងម៉េចបាទលោកបុត្រាបាទប្រជាពលរដ្ឋជាច្រើនអ្នកហ្នឹងបានរៀបរាប់ប្រាប់ហងមាសឲ្យដឹងថាឈើក្រាក់ចន្លងម្រេចចំនួន6គោយន្តស្មើនឹងជាង100ចម្រៀកត្រូវបានកម្លាំងការរដ្ឋាភិបាលស្រុកសំឡូតហ្នឹងចាប់ខាត់ទុកលួចបញ្ជូនទៅឲ្យមន្ត្រីបរិស្ថានដោយពួកគាត់ជាម្ចាស់គោយន្តមិនបានដឹងខ្លួនខណៈពេលដែលកម្លាំងនគរបាលហ្នឹងបានខាត់ទុកពេញមួយយប់បាទហើយពួកគាត់បន្តថាឈើទាំងអស់នេះគឺពួកគាត់បានកាត់ចេញពីដីចម្ការរបស់ពួកគាត់គឺគាត់កាត់ចេញចាំងសន្សំតម្រាំបានឈើហ្នឹងពួកឈើនេះជាឈើដែលនៅក្នុងចម្ការដែលគេក៏ឬក៏ដុតចោលលោកលោកអត្រាបាទហើយពួកគាត់ក៏កែច្នៃដើម្បីយកឈើនេះទៅលក់ដល់គាត់បានអង្គអីហូបដោះស្រាយអង្គហូបទឹកក៏ប៉ុន្តែពេលដែលចាប់មកពេលដែលគាត់ដឹកចេញពីចការសន្សំមកគាត់ត្រូវការសុំដឹកនេះពីសមាជិកដើម្បីដឹកចេញយកមកលក់ឲ្យឈ្មោះនៅក្នុងស្រុកហ្នឹងដើម្បីបានកម្រៃហ្នឹងស្រាប់តែពេលឲ្យសមាជិកទាពួកគាត់នោះក្នុងមួយគួរយន្ត5000រៀលពេលដែលឲ្យគាត់ដឹកទៅម្ដងស្រាប់តែទាពួកគាត់នោះ20000រៀលហើយពួកគាត់ថានិយាយគ្នាតែ5000រៀលពេលដឹកយកមកម្ដងតែទា20000រៀលហើយពួកគាត់អត់មានលុយក៏ទុកគួរយន្តនេះមួយយកស្រាប់តែបលឹងដែរគាត់រលុយយកមកឲ្យស្រាប់តែប៉ូលីសហ្នឹងនាំរៀបបើគោយន្តម្នាក់មួយយកទៅឲ្យមន្ត្រីបរិស្ថានហើយមិនបានធ្វើកំណត់ហេតុចាប់និងកំណត់ហេតុបញ្ជូនហើយធ្វើឲ្យពួកគាត់ដេញតាមទៅស្ទាក់ចាប់បាននៅកណ្ដាលផ្លូវនេះដែលកំពុងតែបន្តហ្នឹងគឺចាប់គឺគាត់ផ្ដាច់គោយន្តផ្ដាច់ខ្សែផ្ដាច់អីកាត់ទម្លាក់ឈើជួសរបាត់របាយពេញផ្លូវថ្នល់តែម្ដងមកលោកកាំងរីសុំកាត់លោកបន្តិចអញ្ចឹងសមត្ថកិច្ចលោកឆ្លើយមិនពេលដែលបងប្អូនជាពលរដ្ឋលោកទៅស្កាត់យកឈើរបស់គាត់មកវិញពេលដែលសមត្ថកិច្ចលួចយកទៅឲ្យខាងមន្ត្រីរដ្ឋបាលព្រៃឈើបាទមន្ត្រីនគរបាលហ្នឹងគឺគាត់អនុវត្តគឺខុសនឹងការចាប់របស់ម្ចាស់គោយន្តហ្នឹងគឺគាត់មិនបានធ្វើកំណត់ហេតុទេហើយការបញ្ជូនទៅឲ្យមន្ត្រីជំនាញដោយសារមន្ត្រីប៉ូលីសហ្នឹងមិនបានធ្វើកំណត់ហេតុក៏បញ្ជូនទៅឲ្យមន្ត្រីជំនាញក៏មិនឲ្យពួកគាត់ដឹងទៀតគឺលួចបញ្ជូនទៅដោយស្ងាត់ហើយតែប្រាប់ឲ្យគាត់ទៅរកកន្លែងដេកទៅចាំទៅយកលុយបានមកចាំដោះស្រាយគ្នាតែពេលដែលគាត់មកដល់កន្លែងអត្តការប្រាប់តែប៉ូលីសនេះលួចបញ្ជូនទៅតែម្ដងទៅពួកគាត់ទៅស្ទាក់ចាប់កណ្ដាលផ្លូវហ្នឹងបានកើតទៅជារឿងបន្តគ្នាតែម្ដងបាទអញ្ចឹងឈើបាទសូមកាត់លោកមួយទៀតអញ្ចឹងឈើទាំងអស់ហ្នឹងរហូតដល់ពេលនេះខាងសមត្ថកិច្ចដូចជារដ្ឋបាលព្រៃឈើលោកបកគោលឲ្យបងប្អូនជាពលរដ្ឋវិញឬក៏មានការពិន័យឬក៏ផាកពិន័យយ៉ាងម៉េចខ្លះតាមច្បាប់ឬមិនលោកបានបាទលោកបត្រាជាការពិតណាស់ពួកឈើទាំងអស់នេះមិនមែនជាប្រភេទឈើបណ្ណិតទេបាទគឺជាឈើដែលតពីកំណើភ័យផងនៅក្នុងចំការរបស់ពួកគាត់ទេដោយលោកបត្រាឃើញប្រាប់ហើយតែមានឈើស្រស់ថ្មីខ្លះដែរក៏ប៉ុន្តែការផាកពិន័យនេះដោយមិនមានហេតុផលដោយសារមន្ត្រីបរិស្ថានហ្នឹងលោកពិនិត្យមើលទៅដូចជាមិននៅក្នុងដែនចម្រុះរបស់ខ្លួនទេគឺឈើនេះនៅក្នុងចំការប៉ុន្តែមន្ត្រីបរិស្ថានដែលមកទទួលឈើពីសមាជិកនេះខ្លួនក៏អត់ដឹងដែរឬតាមសមាជិកថាឈើនេះដឹកចេញពីតំបន់របស់ខ្លួនស្រាប់តែខ្លួនចាំទទួលតាមពិតខ្លួនមិនបានចុះទៅពិនិត្យមើលតើប្រជាពលរដ្ឋនេះកាត់ចេញពីដែនរបស់ខ្លួននេះតែខ្លួនអះអាងថាមានដីជាង90000ហិកតាដែលជាតំបន់ជំរកសត្វព្រៃភ្នំសំកុកហ្នឹងបាទដែលជាតំបន់ហាមឃាត់ក៏ប៉ុន្តែឈើនេះមិនមែនជាឈើរបស់សមាជិកនោះទេហើយក្រោយមកទើបដោះស្រាយជូនប្រជាពលរដ្ឋវិញដោយសារមន្ត្រីរដ្ឋបាលព្រៃឈើដែលជាមិនមែនជាមន្ត្រីបរិស្ថាននោះលោកអះអាងថាមន្ត្រីបរិស្ថាននេះចូលមកខុសពីដែនរបស់ខ្លួនហើយគឺឈើនេះមិនមែនឈើនៅក្នុងដែនរបស់ខ្លួនទេហើយមានព្រៃក៏អន្តរាគមបែបនេះទៅហើយសមាជិកប៉ូលីសដោយប៉ូលីសព្រំដែននិងអធិការនោះក៏ដកខ្លួនជាបន្តបន្ទាប់ហើយក៏បានសម្រួលឲ្យប្រជាពលរដ្ឋនឹងយកឈើទៅវិញតែម្ដងបាទអត់គឺមិនមានការផាកពិន័យទេហើយបញ្ជាក់ថាមូលហេតុតែប្រជាពលរដ្ឋមិនព្រមឲ្យគោយន្តទៅព្រោះកន្លងមកមន្ត្រីបរិស្ថានហ្នឹងចាប់គោយន្តរបស់ប្រជាពលរដ្ឋ4គ្រឿងហើយបាទនៅអត់បានដោះស្រាយឲ្យប្រជាពលរដ្ឋទេហើយប្រជាពលរដ្ឋគាត់សិតតែជាអ្នកពិការក្រីក្រហើយចាប់យុទ្ធទីពួកគាត់នឹងមកគោយន្ត1លានរៀលហើយពួកគាត់គ្មានលទ្ធភាពទេហើយពេលនេះកំពុងនៅក្នុងកន្លែងបរិស្ថាននេះបាទហើយខ្ញុំបញ្ជាក់ថាលោកបត្រាបញ្ជាក់បន្តិចទៀត
ក្រមមន្ត្រីបរិស្ថានលោកអាបាស្រុកហ្នឹងគឺបានបញ្ជាក់ថាយកឡើងមន្ត្រីជំនាញទាំងអស់ទាំងសមត្ថកិច្ចទាំងមន្ត្រីបរិស្ថានគឺដាក់កុងត្រូលជុះស្ទាក់ចាប់រថយន្តគ្រប់ប្រភេទអនាធិបតេយ្យដែលលោកមានការព្រួយបារម្ភនៅទីបំផុតចំពោះបញ្ហាទុកពិបាករបស់ប្រជាពលរដ្ឋដែលដឹកក្រាស់តិចតួចហ្នឹងធ្វើបាបពួកគាត់បាទអរគុណជម្រាបលាលោកកាងរីនៃការវិខេត្តបាត់ដំបងនៅវេលាព្រឹកហ្នឹងរឿងរ៉ាវចាប់ឈើរបស់បងប្អូនជាបរដ្ឋឈើក្រាក់បាទឈើតិចតួចទេអរគុណជម្រាបលាលោកកាងរីអរគុណលោកបត្រាលោកសុខាបាទហ្នឹងហើយការធ្វើអីក៏ដោយក៏ស្ថិតនៅក្រោមច្បាប់ក្រោមទម្លាប់របស់សង្គមដែរមានន័យថាបងប្អូនប្រជាពលរដ្ឋដែលដឹកឈើក៏ត្រូវការឆ្លងកាត់ច្បាប់ទម្លាប់ដែរហើយការផ្ដល់ច្បាប់នោះបើសិនជាមើលទៅឈើនឹងវាមិនពាក់ព័ន្ធនឹងស្អីទេជាឈើបែបជីវភាពប្រចាំថ្ងៃទេអនុញ្ញាតឲ្យគាត់ទៅកំទាលឹះលុះដោយប្រការអញ្ចឹងកាលណាវាជ្រុលពេកបងប្អូនប្រជាពលរដ្ឋលោកទ្រាំបាននៅកភ្លើងក៏លោកទ្រាំបានដែរកុំទៅកាន់កភ្លើងអីណាចេញមកអាកាន់កភ្លើងអញ្ចឹងបានពេលគេប្រក្រាបបាត់ល្មើសទេកាលណាយើងជាមួយបងប្អូនប្រជាពលរដ្ឋអញ្ចឹងទៅយើងទៅកាន់កភ្លើងបែបប្រុងប្រយុទ្ធអញ្ចឹងអត់ល្អមើលហើយវាខុសពីវិជ្ជាជីវៈជាមន្ត្រីហើយខ្ញុំមិនមែនជាអ្នករៀនខាងនោះប៉ុន្តែមើលទៅវាមិនត្រូវហើយតលបាត់ល្មើសប្រក្រាបគ្រឿងញៀនឬចោលប្លន់ចោលបាញ់បហាគ្នាហ្នឹងយើងអញ្ចឹងរូបមិញមិនមែនជាមន្ត្រីនគរបាលគឺមន្ត្រីដឹងខាងណាឲ្យតែកាន់កភ្លើងខាងអស់ភ្លើងហ្នឹងបាទអរគុណឥឡូវនេះគឺថាជូនដំណឹងពាក់ព័ន្ធទៅនឹងបងប្អូនបេក្ខជនបេក្ខនារីដែលបានទិញពាក្យចូលប្រកួតនៅក្នុងកម្មវិធី Cambodian Idol សម្រាប់បងប្អូនដែលនៅភ្នំពេញហើយទិញពាក្យហើយសូមមេត្តាស្រូតរស់រាន់យកពាក្យនឹងមកដាក់វិញផងបងប្អូនណាដើម្បីក្រុមការងារនេះចាត់ឈ្មោះលិះបញ្ជីអីហូហាយជាក្រុមលេខទូរស័ព្ទឲ្យតាក់ទងផ្ដល់ដំណឹងត្រឡប់ទៅវិញថាពេលណាដែលយើងត្រូវមកធ្វើការជំរុះនៅក្នុងពេញហ្នឹងក្នុងពេញសូមបញ្ញត្តិមកដាក់ពាក្យទៅតាមកន្លែងណាបងប្អូនបានដឹងកាលពីក្រុមការងារបានប្រាប់នៅពេលទិញពាក្យបាទរឿងទៀតដដែលទេកម្មវិធី Cambodian Idol ហ្នឹងគឺថានៅថ្ងៃនេះគឺម៉ោង7កន្លះអីចឹងបងប្អូនទៅនៅខេត្តបន្ទាយមានជ័យបាទយើងជួបជុំគ្នានៅចំណតឡានក្រុងខេត្តបន្ទាយមានជ័យត្មងហើយជំរុះនៅលើឡានក្រុងបាទលើឡានក្រុងគឺថាច្រៀងទៅសម្ដែងទៅឲ្យគណៈកម្មការវិតម្លៃបឋមសិនដើម្បីយើងចូលទៅវគ្គផ្សេងទៀតមកភ្នំពេញបាទហើយនៅថ្ងៃពហុទី14នៅខេត្តបៃលិនឯណោះគឺថានៅសួនកុមារចិត្តវិមានឯករាជ្យនៅបៃលិនមិនមែនសួនកុមារចិត្តមានឯករាជ្យនៅភ្នំពេញទេបាទហើយក៏ជំរុះតាមរថយន្តក្រុងដូចគ្នាដែរអញ្ចឹងបងប្អូននៅបៃលិនថ្ងៃពហុទី14គឺស្រូតរស់រាន់ទៅមួយទឹកមួយផុកអីឲ្យបានស្អាតបាត់តុបតែងខ្លួន make up ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសបងប្អូនទៅថ្ងៃម៉ោង7ព្រឹកយើងជួបជុំគ្នាគឺថាប្រឡងកឹបសម្លេងឲ្យបានព្រោះសម្ដែងទឹកមុខកាយវិការឲ្យបានសមស្របទៅតាមខ្លឹមសារបទចម្រៀងជាប់ហើយបាទសូមថែមខ្លីតិចរឿងខ្លីមួយពីខេត្តបៃលិនមកមុននេះលោកញ៉ាំបូរីលោកលើកឡើងថាបងប្អូនប្រជាពលរដ្ឋជាង55នាក់លោកមិនជាង55នាក់ពុលទឹកស្រះនៅជាប់នឹងទីលានហាលដំឡូងមីនៅក្នុងស្រុកសាលាក្រៅមិញបាទអញ្ចឹងទេមិនទាន់ដឹងមូលហេតុច្បាស់លាស់ទេកំពុងតែសមត្ថកិច្ចដុតដៃដុតជើងស៊ើបអង្កេតថាតើមកពីដំណើរដើមចូលមិនខ្លះមកពុលទឹកឬក៏វាលាយដំឡូងនឹងធ្លាក់ចូលឬក៏យ៉ាងម៉េចចំដល់វាលាយណាបាទអញ្ចឹងទេចាំមើលស្អែកនឹងលំអិតជូនដល់បងប្អូនប្រជាពលរដ្ឋនៅពេលវេលាម៉ោងទី1ទៀតបាទអរគុណច្រើនទូរទស្សនិកជនជាទីគោរពអានពេលនេះយើងខ្ញុំសូមអនុញ្ញាតជម្រាបលាលោកអ្នកត្រឹមហ្នឹងហើយជួបលោកមេរិទ្ធីហើយនិងកញ្ញាសុភានៅព័ត៌មានសំខាន់ជាច្រើនទៀតបាទក្រៅនេះយើងខ្ញុំទៅពីនេះសូមអរគុណសូមជម្រាបលាបាទ